កន្លងទៅបងប្អូនធ្លាប់បានឃើញការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មានក្តីតាមបណ្ដាញទំនាក់ទំនងសង្គមក្តីនៅលិខិតមួយរបស់ក្រសួងមហាផ្ទៃគោរពស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាដើម្បីអនុវត្តឡើងវិញរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដោយគិតចាប់ពីថ្ងៃទី1ខែកញ្ញាឆ្នាំ2026តទៅបាទមកដល់ពេលនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាលោកបានសម្រេចឯកភាពជាគោលការណ៍អនុញ្ញាតឲ្យក្រសួងមហាផ្ទៃដឹកនាំអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកចាប់ពីថ្ងៃទី1ខែកញ្ញាឆ្នាំ2026តទៅប៉ុន្តែការអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះតែនៅក្នុងភូមិសាស្ត្រដែលមានកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនតែប៉ុណ្ណោះឯងពោលគឺអនុវត្តតែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញខេត្តបរសេនុកណ្ដាលកំពង់ស្ពឺនិងខេត្តស្វាយរៀងហើយផ្ដោតតែទៅលើអំពើល្មើសដែលបង្កគ្រោះថ្នាក់រួមមានទី1ការបើកបរលើសល្បឿនកំណត់ទី2ការបើកបរក្នុងស្ថានភាពស្វឹងទី3ការមិនគោរពសញ្ញាសិទ្ធិអាទិភាពនិងភ្លើងស្តុបនិងទី4ការដឹកជញ្ជូនទំនិញសំពីងសំពងបាទអញ្ចឹងក្រៅពីនេះគឺជាការអប់រំណែនាំហើយនគរបាលចរាចរណ៍ទីតាំងភូមិសាស្ត្រផ្សេងៗដទៃទៀតលោកនៅតែមានសិទ្ធិនៅក្នុងការអប់រំណែនាំបងប្អូនប្រជាពលរដ្ឋដែលបើកបរដោយនៃខុសពីបញ្ញត្តិនៃច្បាប់ចរាចរណ៍បានចែងមកអញ្ចឹងទេជារួមទៅឡើងវិញសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបង្កើនការស្វែងយល់ពីច្បាប់ចរាចរណ៍បង្កើនការគោរពប្រតិបត្តិច្បាប់ចរាចរណ៍ភ្លើងសញ្ញាផ្លាកសញ្ញាគំនូសសញ្ញាសញ្ញាបញ្ជារបស់នគរបាលចរាចរណ៍ជាដើមហើយបើកបរដោយការយោគយល់អធ្យាស្រ័យអត់ឱនឲ្យគ្នាទៅវិញទៅមកបាទ